ស្ដីគ្នាទាំងអស់គ្នាខ្ញុំបាទយូយ៉ាចឹងនេះមានរឿងមួយគឺល្អមើលខ្លាំងមែនទែនអេមីនអត់ទាន់មើលទេហើយក៏សម្រាប់ចិត្តយកផុសទៅគឺមើលចូលគ្នាជាមួយគ្នាយើងហ្មងទៅហើយគឺរឿងហ្នឹងល្អមើលខ្លាំងមែនទែនគឺមានអំពូច្រើនផងដែរដោយសារក្នុងហ្នឹងគឺភោជនីយដ្ឋាននៅពិភពលោកមួយទៀតចឹងគឺមានអំពូច្រើនខ្លាំងណាស់តោះឥឡូវយើងកុំលេងសើចច្រើនចូលភាគ4យើងទាំងអស់គ្នាតែម្ដងទៅភាគទី4នៅទិសខាងកើតមានវាលភក់មួយយ៉ាងធំទីនេះជាកន្លែងរស់នៅរបស់បិសាចមួយប្រភេទវាគឺជាសត្វបង្គួយយក្សបិសាចបង្គួយអាចប្រើប្រាស់ដៃជើងបានដូចជាមនុស្សវាលភក់គឺជាទឹកដីរបស់ពួកគេតាំងពីមុនមកហើយពួកគេតែងតែទៅរកអាហារដោយការប្រមាញ់នៅក្នុងភូមិមួយរបស់ពូជបង្គួយកន្ទុយខៀវអ្នកក្លាហានកាកាប៉ូក៏បានងូតទឹកសម្អាតខ្លួនប្រាណក្រោយពេលដែលគេទៅប្រមាញ់ហើយគេធ្វើបែបនេះដើម្បីរៀបចំទៅដល់កន្លែងពិសេសមួយរាប់7ថ្ងៃអ្នកក្លាហានកាកាប៉ូនឹងទៅម្ដងក្រោយពេលងុយទឹកហើយគេក៏បានហាលថ្ងៃដើម្បីឲ្យខ្លួនស្ងួតក្រោមពលីថ្ងៃពួកយើងបានមើលឃើញសាច់ដុំរបស់ Gagapo ថែមទាំងស្បែកដ៏ក្រាស់មានពណ៌ខៀវរបស់គេដែលធម្មតាមួយចំនួនមិនអាចកាប់ធ្លុះបានដើម្បីបញ្ជាក់ថាខ្លួនគឺជាអ្នកក្លាហានគេបានខំហ្វឹកហាត់និងប្រយុទ្ធអស់ជាច្រើនក្រោយពេលយកកសែងជួយខ្លួនស្អាតហើយ Gagapo ក៏បានពាក់អាក្រោះចូលខ្លួនវិញថ្ងៃនេះគឺជាថ្ងៃដែលគេទៅដល់កន្លែងគ្រោះថ្នាក់មួយកាលពី30ឆ្នាំមុនបានមានទ្វារមួយបង្ហាញនៅចំកណ្ដាលទីវាលពេលនោះអ្នកក្លាហានរបស់ភូមិក៏បានតំណាងចេញមកដើម្បីបើកទ្វារមនុស្សគឺ Seropa ទៅដល់ខាងនោះគេក៏បានជួបតកែហានដំបងរបស់ Nekoya នៅយកបានម្ហូបឆ្ងាញ់ៗនៅក្នុងហានត្រឡប់មកវិញទៀតក្រោយមកពួកគេក៏បានសាងសង់កន្លែងបង្ហាញទ្វារនោះឲ្យបានត្រឹមត្រូវហើយឲ្យតែរាប់7ថ្ងៃពួកគេនឹងឲ្យអ្នកក្លាហានរបស់ភូមិទៅខាងនោះដើម្បីស្វែងរកម្ហូបត្រឡប់មកវិញអ្នកក្លាហាន Rampo បានត្រឡប់មកវិញក្រោមការសែកហូររបស់អ្នកទាំងអស់គ្នាក្រោយពេលយកបានរួចរាល់ហើយគេក៏បានបើកទ្វារចូលហាង Nekoya ចូលដល់កន្លែងអង្គុយភ្លាម Gagampo ក៏បាននិយាយមេនុយម្ហូបដែលដូចនឹងអ្នកក្លាហានកាលពីមុនបានធ្វើក្រោយពេលស្ដាប់ការកំងហើយ Aleta ក៏បានឲ្យទៅ Mako នោះគឺជាបាយពងមាន់ Omurice វាឆ្ងាញ់ដល់ថ្នាក់ពូជមនុស្សប្រគួយបានខំធ្វើវាប៉ុន្តែពួកគេមិនអាចធ្វើបានដូចជា Mako ធ្វើព្រោះតែឆ្ងាញ់ពេក Gagampo ក៏បានញ៉ាំអស់2ចានក្រោយពេលដែល Rampo ញ៉ាំរួចរាល់ Mako ក៏បានធ្វើឲ្យឈុតអាហារយកទៅផ្ទះវាសម្រាប់ឲ្យអ្នកភូមិទាំងអស់គ្នានៅក្នុងភូមិប្រគួយញ៉ាំក្រោយពេលផ្ដិតរួចរាល់ Rampo ក៏បានឲ្យលុយឲ្យត្រឡប់ទៅវិញនៅពេលដែលឃើញអ្នកក្លាហានត្រឡប់មកវិញអ្នកទាំងអស់គ្នាក្នុងភូមិពិតជាស្រែកហោយ៉ាងសប្បាយចិត្តសម្រាប់ពូជមនុស្សបង្គួយបាយពងមាន់នេះពិតជាមានតម្លៃអ្នកទាំងអស់គ្នាកំពុងតែរងចាំមេភូមិផ្ដល់អនុញ្ញាតឲ្យក្រោយពេលបានអនុញ្ញាតពួកគេក៏បានលោតចោតយកអាហាររបស់ខ្លួនហ៊ានតែយឺតប្រកាសជាគ្មានសល់អ្វីដើម្បីញ៉ាំនោះទេហើយពួកគេបង្ហាញភាពរីករាយនឹងការចូលចិត្តដោយការវាត់កតុយចុះដីយ៉ាងខ្លាំងនារីម្នាក់នេះមានឈ្មោះថា Fadania គឺជានារីដ៏រឹងមាំម្នាក់នាងចង់ទៅខាងក្រៅដើម្បីរកអាហារឲ្យលោកពុកថ្ងៃនេះក៏ជាថ្ងៃគម្រោងខួបម្ដាយរបស់នាងបានចែកឋានដូច្នេះនាងចង់ធ្វើម្ហូបឆ្ងាញ់ៗដើម្បីសែនឲ្យម៉ាក់ពេល Fadania កំពុងតែរកម្ហូបខាងក្រៅនាងមានអារម្មណ៍ថាមានវេទមន្ត teleport បានបង្ហាញនៅជិតនេះនៅពេលដែលនាងការរបត់ដើរដល់កន្លែងនោះស្រាប់តែប្រទះឃើញទ្វារដ៏ចម្លែកមួយមិនគិតគូរច្រើននាងក៏បានបើកទ្វារដើរចូលទៅក្នុងភ្លាមខាងក្នុងមានមនុស្សជាច្រើនបានមានមុខនៅទីនេះដើម្បីហៅម្ហូបធ្វើឲ្យនាងពិតជាមានអារម្មណ៍ថាប្លែកក្រោយពេលអង្គុយចុះកន្លែងអង្គុយនាងក៏បានទទួលមេនុយជាមួយនឹងផឹកទឹកហ្វ្រីក្រោយពេលមើលមេនុយហើយនាងមិនដឹងថាត្រូវជ្រើសរើសយកម្ហូបមួយណាប៉ុន្តែនាងរៀងខ្លាចព្រោះនាងគឺជា elf មិនអាចញ៉ាំបានម្ហូបដូចជាមនុស្សទេតែបើអត់ញ៉ាំមើលទៅវាអសមព្រោះបានដើរចូលដល់ទីនេះអង្គុយផឹកទឹករបស់គេបាត់ទៅហើយនឹងនាងក៏បាន order ម្ហូបដែលមានលក្ខខណ្ឌ3យ៉ាងទី1គឺគ្មានសាច់គ្មានទឹកដោះគោជាមួយនឹងគ្មានពងមាន់ក្រោយពេលអាលីថាប្រាប់លោក Mako ហើយគាត់ក៏បានចេញទទួលនាងជាពិសេសហើយនិយាយថាម្ហូបដែលនាងចង់បានប្រកាសជាមានពាក្យសម្ដីមនុស្សធ្វើឲ្យនាងពិតជាភ្ញាក់ផ្អើលនាងក៏បានរំលឹកទៅរំលឹកមកថាប្រកាសជាមិនអាចញ៉ាំបានទេប្រសិនបើមានសាច់ទឹកដោះគោឬក៏ពងមាន់ចុងភៅ Mako ក៏បាននិយាយទាំងភាពជឿជាក់ថាគាត់ប្រកាសជាធ្វើឲ្យនាងពេញចិត្តមិនប្រកែកទៀត Daria ក៏បានអង្គុយចុះតែនាងនៅតែមិនជឿថាមនុស្សអាចធ្វើចេញម្ហូបដែលគ្មានសាច់មិនឲ្យនាងគិតច្រើន Mako ក៏បានលើកម្ហូបឡើងមកម្ហូបនេះប្រៀបដូចជា beef steak បន្តែធ្វើពីតាហ៊ូ Mako ក៏បានជំនួសនំប៉័ងខ្លះជាបាយសក្រោយពេលហិតនាងបញ្ជាក់ថាវាគ្មានក្លិនសាច់រសជាតិរបស់វាឆ្ងាញ់ដល់ថ្នាក់ធ្វើឲ្យនាងភ្ញាក់ផ្អើលហាក់បីដូចជាការពីនៅតូចនាងធ្លាប់ញ៉ាំធ្វើឲ្យនាងនឹកឃើញពីម្ដាយរបស់នាងពេលគាត់នៅរស់ក្រោយពេលញ៉ាំឆ្អែតហើយនាងក៏បានចាក់ចេញពីទីនោះហើយនាងបានបដិញ្ញាចិត្តថាត្រូវតែធ្វើម្ហូបឆ្ងាញ់ជាង Mako ធ្វើភាគទី5ថ្ងៃនេះអាឡេថាជួបជាមួយភ្ញៀវពិបាកម្នាក់ភ្ញៀវម្នាក់នេះមិនចង់ញ៉ាំអ្វីក្រៅពីការស៊ូដូនោះទេលោកពូ Mako ក៏បាននិយាយថាភ្ញៀវម្នាក់នោះឈ្មោះថា Lione ធ្លាប់វាយចាញ់អ្នកក្លាហានពូជ elf ម្នាក់ហើយនៅប្រហារអ្នកនៅក្នុងក្រុមរបស់ Lione ទៀតប៉ុន្តែអ្នកក្លាហាននោះមិនសម្លាប់ Lione នោះទេដោយបានលក់គេឲ្យទៅគ្រួសាររបស់ស្ដេចបិសាច Lione ត្រូវឃុំក្នុងគុកដើម្បីរងចាំធ្វើជារបស់លេងប្រយុទ្ធឲ្យអ្នកផ្សេងមើលក្រោមការគ្រប់គ្រងរបស់ស្ដេចបិសាចនៅតំបន់របស់ខ្លួន Lione បាច់ជាហ៊ានសម្លាប់មនុស្សនិងធ្វើអំពើអាក្រក់ជាច្រើនក្រោមកែវភ្នែករបស់ស្ដេចបិសាចដូច្នោះពួកគេសម្រេចចិត្តថាយក Lione ជាមកដាក់ទោសដើម្បីធ្វើជាគំរូឲ្យអ្នកផ្សេងដោយប្រើប្រាស់វិធីគប់ Lione ចូលទៅដល់កន្លែងប្រយុទ្ធដើម្បីធ្វើជាទាសករកំសាន្តឲ្យពួកគេពេលនោះ Lione ក៏បានមើលឃើញអ្នកដែលគេត្រូវប្រយុទ្ធជាមួយគ្នាថ្ងៃស្អែកគឺជាបិសាចមួយដែលមានក្បាលជាមនុស្សខ្លួនជាតាវកន្ទុយជាខ្យាដំរីហើយស្លាបជាកាជៀវ Lione ពិតជាឈឺក្បាលសូម្បីតែអ្នកក្លាហានទូចមួយគេនៅវាយចាញ់មិនដឹងថាបិសាចនេះវាយឈ្នះឬក៏អត់កំពុងតែគិតស្រាប់តែមានទ្វារមួយបានបង្ហាញមុខក្រោយខ្នងគេគឺហាងបាយ Nekoya មិនដឹងថាខ្លួននៅរស់ដល់ថ្ងៃស្អែកអត់ដូច្នោះឃើញអ្វីប្លែក Lione គេតែចង់សាកពេលចូលទៅដល់ក្នុងគេក៏បានជួបជាមួយនឹងចុងភៅនៅពេលបច្ចុប្បន្នគាត់ក៏ត្រូវជាលោកតារបស់ចុងភៅ Mako នៅពេលឮថាទីនេះជាភោជនីយដ្ឋានពួករបស់ Lione ក៏ចាប់ដើមឃ្លានដូច្នោះក៏បាននិយាយជាមួយចុងភៅថាអ្វីក៏បានដែរគេគ្រាន់ចង់ញ៉ាំម្ហូបណាដែលមានសាច់បន្តិចហើយអាចនាំមកជាចំណេះឲ្យគេបាន
ក្រៅពីស្ដាប់ចុងភៅក៏បានយល់ដូច្នោះក៏ចូលទៅក្នុងធ្វើម្ហូបឲ្យគេគាត់ក៏បានធ្វើការសូដូនឲ្យឡាវណេញ៉ាំនៅប្រទេសជប៉ុនការស៊ូមានន័យថាជ័យជំនះដូច្នោះម្ហូបនេះគឺតំណាងឲ្យការជោគជ័យគ្រាន់តែញ៉ាំសាក់មួយម៉ាត់ដំបូងកន្ទុយរបស់ឡាវណេក៏បានញ័រឡើងព្រោះរសជាតិរបស់វាពិតជាឆ្ងាញ់ក្រៅពីញ៉ាំអស់បាយរបស់ខ្លួនគេចង់ញ៉ាំថែមមួយចានទៀតប៉ុន្តែអត់មានលុយប៉ុន្តែលោកចុងភៅក៏បានយល់ពីទឹកចិត្តរបស់ឡាវណេដូច្នោះយកថែមបាយមួយចានទៀតឲ្យគេគ្រាន់តែឃើញទឹកមុខរបស់គេចុងភៅក៏ដឹងថាបាយមួយចាននោះប្រកាសជាញ៉ាំមិនឆ្អែតហើយមិនក្រែងចិត្តឡាវណេក៏បានញ៉ាំយកលោកចុងភៅក៏បាននិយាយថាញ៉ាំទៅពេលណាមានលុយសងក៏បានដូច្នោះកំណោចានក៏បានកោដូចភ្នំញ៉ាំហើយឡាវណេក៏បានលាចុងភៅឲ្យទៅវិញគេសន្យាថានឹងត្រឡប់មកទីនេះដើម្បីសងលុយហើយញ៉ាំបាយបន្ថែមទៀតនៅពេលត្រឡប់ទៅវិញឡាវណេពោពេញទៅដោយទឹកចិត្តប្រយុទ្ធមុននោះអ្នកគ្រប់គ្រងនិយាយថាប្រសិនឡាវណេវាយឈ្នះប្រកាសជាឲ្យលុយគេដូច្នោះពេលនេះគេនឹងខំប្រឹងប្រយុទ្ធដើម្បីរកលុយញ៉ាំឲ្យបានច្រើនព្រោះតែបានញ៉ាំឆ្អែតគេប្រើតែប្រមាណសៀបប៉ុណ្ណោះក៏បានយកឈ្នះទៅលើបិសាចមួយក្បាលនោះឡាវណេក៏បានខំប្រឹងប្រយុទ្ធក្នុងរយៈពេល1ឆ្នាំគេរកបាន 100000 កាក់មាសហើយបានខ្លាចជាអ្នកប្រយុទ្ធដ៏ខ្លាំងជាងគេក្នុងរយៈពេល20ឆ្នាំនៅទីលានប្រយុទ្ធនោះហើយយូរនឹងត្រឡប់មកហានេះដើម្បីញ៉ាំការស៊ូដូនម្ដងអាឡេថាពិតជាងើយឆ្ងល់បើប្រយុទ្ធគ្នាជាមួយអ្នកក្លាហានអែលនៅឆ្នាំនោះម្ដងទៀតតើលេអូណេអាចឈ្នះឬក៏អត់ម៉ាកូក៏មិនដឹងដែរប៉ុន្តែសង្ឃឹមថានឹងឈ្នះព្រោះគេបានញ៉ាំបាយជាច្រើននៅទីនេះហើយថ្ងៃនេះទំនេរអាឡេថាក៏បានអង្គុយមើលមេនុយរបស់ហានម្ដងទៀតនេះមានអារម្មណ៍ថាម្ហូបសំខាន់ជាមួយនឹងម្ហូបបង្អែមខ្លះមានដូចជាអ្នកសេនេះមានអារម្មណ៍ថាម្ហូបសំខាន់ជាមួយបង្អែមមានអ្នកសរសេរខុសៗគ្នាវាធ្វើម៉ាកូពិតជាភ្ញាក់ផ្អើលនៅពេលដែលគេអាចអានបានភាសានៅទឹកដីខាងកើតអាឡេថាក៏បាននិយាយថានាងចង់យល់អំពីមេនុយដូច្នោះក៏បានខំរៀនសូត្រឬដូច្នោះចុងភៅម៉ាកូក៏បានតេស្តមើលតើនាងអាចចាំបានប៉ុណ្ណាប៉ុន្តែពិតជាភ្ញាក់ផ្អើលអាឡេថាបានចាំបានទាំងអស់មិនតែប៉ុណ្ណោះម្ហូបនោះមកពីតំបន់ណាក៏នាងដឹងវាធ្វើឲ្យម៉ាកូពិតជាពេញចិត្តពេលនោះមានភ្ញៀវម្នាក់ដើរចូលហាងដោយទឹកមុខពិតជាសោះកក្រក់នៅតំបន់ខាងកើតមានទឹកដីមួយគ្រប់គ្រាន់តែដោយសាច់ក្រាញ់ម្នាក់មានព្រះនាងម្នាក់ត្បិតតែនាងអាយុ36ឆ្នាំហើយប៉ុន្តែមិនទាន់មានភរិយានោះទេហើយអ្នកទាំងអស់គ្នានិយាយថានាងរស់នៅក្នុងភាពឯកាអស់មួយជីវិតរឿងកាត់ឡើងកាលពីយូរឆ្នាំត្បិតតែឪពុកម្ដាយគឺជាមនុស្សប៉ុន្តែកើតនាងជាមកគឺជាកូនកាត់អឺហ្វគ្រាន់តែប៉ុណ្ណឹងនាងក៏ដឹងថាខ្លួនឯងប្រកាសជាមិនអាចមានជីវិតរស់នៅធម្មតាបានទេព្រោះកូនកាត់អឺហ្វអាចមានវេទមន្តដ៏ខ្លាំងអស្ចារ្យមិនតែប៉ុណ្ណោះនៅមានអាយុវែងហើយនៅអាយុកាល100ឆ្នាំដំបូងអឺហ្វអាចរក្សាបានរូបរាងរបស់ខ្លួនដូចជានារីវ័យក្មេងការបង្ហាញមុខរបស់កូនកាត់អឺហ្វវាគិតខុសពីការគិតរបស់មនុស្សដូច្នោះមិនដឹងថាមានវណ្ណៈយ៉ាងណាឲ្យតែជាកូនកាត់អឺហ្វនឹងត្រូវអ្នកទាំងអស់គ្នារើសអើងចំណុចរបស់ពួកគេគឺបោះចោលពិភពលោកនេះបម្រើឲ្យព្រះធ្វើជាអ្នកសងព្រេនឬក៏ធ្វើការឲ្យគេប៉ុន្តែ Victoria បានជ្រើសរើសខ្លាចជាគ្រូធ្មប់នាងបានប្រកែកជាមួយឪពុកដើម្បីប្រើប្រាស់វេទមន្តរបស់ខ្លួនដើរលើផ្លូវដែលខ្លួនជ្រើសរើសព្រោះនាងគឺជាមនុស្សដ៏មានទេពកោសល្យម្នាក់ចំណាយរយៈពេលតែ3ខែប៉ុណ្ណោះនាងបានខ្លាំងជាងអ្នកបង្រៀននាងបាត់ទៅហើយមានឥទ្ធិពលខ្លាំងជាងអ្នកជំនាញប្រើប្រាស់វេទមន្តនៅទីនេះទៀតសមត្ថភាពរបស់នាងក៏បានអ្នកទាំងអស់គ្នាទទួលស្គាល់10ឆ្នាំក្រោយមកខ្លាចជាកូនសិស្សរបស់អ្នកប្រើប្រាស់វេទមន្តខ្លាំងជាងគេនៅទីនេះគឺលោក Artorius ក៏ត្រូវជាភ្ញៀវរបស់ហាងបាយ Nekoya ចំណាយរយៈពេលតែ8ឆ្នាំនាងបានរៀនចេះគ្រប់យ៉ាងពីលោកគ្រូបន្ទាប់មកក៏បានត្រឡប់មកភាសារបស់ខ្លួនវិញតែនាងតែងតែស្នាក់នៅក្នុងបន្ទប់ស្រាវជ្រាវវេទមន្តតែខ្លួនឯងមិនដែលចេញទៅក្រៅច្រើននោះទេពិសេសម្យ៉ាងថាឲ្យតែដល់ថ្ងៃស្អែកដែលតែនាងបោះបង់ចោលការងារទាំងអស់ដើម្បីទៅញ៉ាំម្ហូបដែលនាងចូលចិត្តនៅភោជនីយដ្ឋាន Nekoyaឃើញ Victoria គឺជា elf អាឡេតាគិតថាប្រហែលជានាងញ៉ាំ beef steak ធ្វើពីតាហ៊ូដែរប៉ុន្តែនាងបានហាយការ៉េមួយកែវហើយតាមពិតអក្សរនៅលើមនុស្សទាំងអស់នេះគឺជានាងអ្នកសរសេរដោយផ្ទាល់ព្រោះបញ្យល់ពីភាសានៅទីនេះចុងភៅម៉ាកូក៏បានពឹងឲ្យនាងសរសេរជាពិសេសបដូរវិញចុងភៅម៉ាកូក៏បានបង្កើតជាការ៉េមួយដែលតាមចំណងចំណូលចិត្តរបស់នាងអ្វីដែលនាងចូលចិត្តជាងគេគឺ pudding នៅកណ្ដាលដែលមានទឹកដោះគោជាមួយពងមាន់ញ៉ាំចែកហើយនាងក៏បានទិញថែមបន្តិចទៀតដើម្បីយកទៅផ្ទះទុកញ៉ាំបណ្ដាអាឡេតាពិតជាងើយឆ្ងល់ក្នុងនាមនាងជា elf ម្នាក់មិនក៏អាចផឹកទឹកដោះគោហើយញ៉ាំពងមាន់បានលោក Artoria ក៏បានបកស្រាយថានាងមិនដែលចាប់ទុកខ្លួនគឺជាកូនកាត់ elf អ្វីនោះទេនាងចូលចិត្តអ្វីនាងប្រកាសជាធ្វើនឹងហើយនាងចូលចិត្តញ៉ាំម្ហូបនេះដល់ថ្នាក់បានបង្កើតជាប្រអប់ទឹកកកមួយដែលអាចយក pudding ពីហាង Nekoya មករក្សានៅកន្លែងរបស់នាងបានយូរភាគទី6រាល់ថ្ងៃស្អែកអាឡេថានឹងធ្វើការតាំងពីព្រឹកដល់ល្ងាចដែលភ្ញៀវចេញទៅអស់បន្ទាប់ពីបោះសម្អាតរួចរាល់នាងក៏បានទៅងូតទឹកព្រោះសារសម្ដីលោកម៉ាកូធ្វើការនៅទីនេះត្រូវរក្សាឲ្យខ្លួនស្អាតជានិច្ចបន្ទាប់មកគឺផ្លាស់កៅអៅហើយញ៉ាំអាហារពេលព្រឹកដែលលោកម៉ាកូធ្វើថ្ងៃនេះគ្រឿងទេសដែលទុកធ្វើម្ហូបបានអស់ដូច្នោះម៉ាកូក៏បានហៅនាងចូលឃ្លាំងដើម្បីយកអវ៉ាន់នៅទីនេះមានអវ៉ាន់ជាច្រើនដែលអាឡេថាមិនធ្លាប់ឃើញក្រោយពេលឡើងមកនេះក៏បានងឿងឆ្ងល់ជាមួយផ្លែដំឡូងឃើញដូច្នោះលោកម៉ាកូនឹងបង្រៀនឲ្យនាងចម្អិនដំឡូងនេះឲ្យឆ្ងាញ់នោះគឺប្រើប្រាស់វិធីចំហុយសម្រាប់អាឡេថានេះគឺជាវិធីធ្វើម្ហូបដ៏ថ្មីប៉ុន្តែនៅពេលលាងដំឡូងភ្ញៀវក៏បានចូលមកដូច្នោះមិនទាន់បានញ៉ាំនោះទេធ្វើការមុនសិនភ្ញៀវដែលមកទីនេះសុទ្ធតែមានម្ហូបដែលពួកគេចូលចិត្តរៀងខ្លួនដល់ថ្នាក់ម្ហូបនោះបានខ្លាចជាឈ្មោះរបស់ពួកគេហើយពួកគេតែងតែជ្រុះគ្នារឿងថាម្ហូបណាឆ្ងាញ់ជាងធ្លាប់តែឮលោកម៉ាកូនិយាយបញ្ហាមួយនេះប៉ុន្តែថ្ងៃនេះអាឡេថាបានជួបផ្ទាល់ពួកគេចាប់ដើមឆ្លុះប្រកែកគ្នាតាមម្ហូបរបស់នរណាគេឆ្ងាញ់ជាងនៅពេលដែលអាឡេថារៀបរៀងក៏បានត្រូវពួកគេស្ដីបន្តឲ្យទៀតតោះតែមានភ្ញៀវចាស់2នាក់មករៀបរៀងទៅភ្ញៀវក្មេង2នាក់នោះព្រមមិនឆ្លុះគ្នាទៀតពួកគេក៏បានដឹងកំហុសខ្លួនឯងហើយសុំទោសម៉ាកូជាមួយនឹងអាឡេថាទស្សនវិជ្ជានេះធ្វើឲ្យភ្ញៀវចាស់ៗនឹកឃើញថាកាលពីមុនពួកគេក៏ធ្លាប់អញ្ចឹងដែរប៉ុន្តែទៅសម្រុះសម្រួលហើយអាប៉ែ2នាក់នោះចាប់ដើមចង់ឆ្លុះគ្នាហើយថ្ងៃនេះភ្ញៀវក៏ពិតជាច្រើនដូច្នោះអ្នកទាំងអស់គ្នាក្រៅពេលញ៉ាំក៏បាននិយាយអំពីមូលហេតុដែលពួកគេចូលចិត្តមុខម្ហូបដែលពួកគេកំពុងតែញ៉ាំធ្វើឲ្យស្ថានភាពនៅ
នៅក្នុងហាងពិតជាលោឡាម៉ាកូក៏មិនសូវខ្វល់ប្រមាណដែរព្រោះគេទម្លាប់ជាមួយរឿងមួយនេះហើយមានតែនាង Elf ប៉ុណ្ណោះដែលមិនខ្វល់អំពីអ្នកទាំងអស់គ្នាញ៉ាំតែម្ហូបរបស់ខ្លួនបន្ទាប់មកក៏បាន order ថែមម្ហូបយកទៅផ្ទះចុងភៅម៉ាកូក៏បានណែនាំមុខម្ហូបបួសឲ្យនាងមួយទៀតឬដូច្នោះក៏ទំនងនាងក៏បានយកវានៅតំបន់ដែលនាងរស់នៅគ្មានម្ហូបណាធ្វើឲ្យនាងត្រូវចិត្តសូម្បីតែបន្តិចនៅខាងក្រៅអ្នកទាំងអស់គ្នានៅតែបន្តឆ្លោះគ្នាធ្វើឲ្យ Aleta ដកស្រាយបញ្ហាមិនចង់ទាន់នេះហាក់បីដូចជាណាចាដែលមានក្បាល3ដៃ6ជើងដើម្បីចងចាំ order របស់អ្នកទាំងអស់គ្នានៅពេលដែលភ្ញៀវចុងក្រោយចាក់ចេញទៅនាងក៏បានអង្គុយលើដីដើម្បីសម្រាកលោកម៉ាកូក៏ដឹងថានាងពិតជាឃ្លានដូច្នោះក៏ហៅនាងចូលក្នុងផ្ទះបាយធ្វើម្ហូបឲ្យនាងញ៉ាំចុងភៅបានយកឧបករណ៍ធ្វើរបស់ចំហុយចេញមកលោកម៉ាកូក៏បានកាត់ពីលើសបកបន្តិចដើម្បីឲ្យពេលដែលចំហុយទៅវាឆាប់ឆ្អិនAletaឆ្ងល់ថាមិនក៏លោកម៉ាកូដាក់ទឹកតិចបែបនេះលោកម៉ាកូក៏បាននិយាយថាធ្វើបែបនេះទឹកនឹងពុះលឿនជាងហើយការចំហុយវាខុសពីស្ងោរដើម្បីចំហុយឆ្អិនគេប្រើប្រាស់តែចំហាយក្តៅប៉ុណ្ណោះក្រោយពេលចំអិនហើយម៉ាកូក៏បានប្រើឈើមួយដើម្បីចាក់ចូលមើលតើវាឆ្អិនឬនៅបន្ទាប់មកម៉ាកូក៏បានឲ្យ Aleta យកឈើចាក់សាក់មើលប្រសិនបើអាចចាក់ភ្លុះមានន័យថាដំឡូងបានឆ្អិនម៉ាកូក៏បានយកថែម cheese ចេញមកដើម្បីចំហុយវាក្តៅទៅញ៉ាំជាមួយដំឡូងឲ្យវាឆ្ងាញ់ក្រោយពេលបន់ស្រន់ហើយនាងក៏បានញ៉ាំសាក់មួយម៉ាត់ដំបងវាពិតជាឆ្ងាញ់ធ្វើឲ្យនាងពិតជារំភើបចិត្តនាងបានញ៉ាំមិនចេះឈប់ដល់ថ្នាក់វាអស់តាំងពីពេលណាដែលនាងមិនដឹងខ្លួននាងស្ទើរតែមិនជឿថាកាលពីមុននាងញ៉ាំដំឡូងដើម្បីរស់ប៉ុន្តែពេលនេះវាអាចធ្វើជាម្ហូបដ៏ឆ្ងាញ់មួយចាប់ពីពេលនោះមកម្ហូបដែលនាងចូលចិត្តជាងគេគឺដំឡូងចំហុយប៊ឺភាគទី7កាលពី20ឆ្នាំមុនមានឈ្មោះម្នាក់បានជញ្ជូនតំណែងរបស់ខ្លួនទៅខាងលិចដោយតាមជើងទឹកហើយបានមេតបរបស់កងទ័ពជើងទឹកម្នាក់ការពារដែលគាត់មានឈ្មោះថា Frugal ប៉ុន្តែជាអក្សរទូកទាំងអស់នោះបានត្រូវបិសាចសមុទ្រវាយប្រហារមេតបបានការពារអ្នកទាំងគ្នាគេចផុតពីគ្រោះថ្នាក់ប៉ុន្តែបដូរវិញគាត់បានលិចចុះទៅដល់សមុទ្រក្រោយមករលកសមុទ្រក៏បានបោះគាត់ទៅដល់កោះមួយដែលគ្មាននរណាគេរស់នៅដើម្បីរស់បានគាត់បានប្រយុទ្ធជាមួយបិសាចនៅលើកោះហើយគាត់បានជាប់លើកោះនេះអស់រយៈពេល20ឆ្នាំស្មានថាមួយជីវិតត្រូវរស់នៅទីនេះប៉ុន្តែសំណាងថ្ងៃមួយបានមានកងទ័ពជើងទឹកមួយក្រុមសម្រាប់នៅកោះនេះដើម្បីចុះចូលទូកដូច្នោះក៏បានជួបហើយជួយ Frugal ក្រោយពេលបាត់ខ្លួនអស់រយៈពេល20ឆ្នាំហាក់បីដូចជាសាច់ដុំរបស់ Frugal ធំជាងមុនទៀតត្បិតតែបានគេជួយប៉ុន្តែហាក់បីដូចជាគាត់មិនសូវសប្បាយចិត្តប៉ុន្មានព្រោះកាលពីនៅលើកោះឲ្យទៅដល់ថ្ងៃសៅរ៍ដឹងតែគាត់នឹងកោពុកមកស្អាតបាតបានចូលទ្វារមួយដើម្បីឆ្លងទៅកាន់ភោជនីយដ្ឋានមួយនោះហើយជាមូលហេតុដែល Frugal គិតថាពេលចូលទៅដល់ដីគោកវិញតើនៅទីនោះមានទ្វារវេទមន្តមួយនេះទៀតឬក៏អត់ព្រោះពេលញ៉ាំនៅក្នុងភោជនីយដ្ឋាននៃកូយ៉ាគាត់បានមើលឃើញទាហានជើងគោកមួយបានបង្ហាញមុខនៅទីនោះដូច្នោះក្រោយពេលត្រឡប់ចូលដីគោកវិញ Frugal បានចំណាយពេលវេលាទៅរកទ្វារទៅកាន់ភោជនីយដ្ឋាននៃកូយ៉ាគេបានធ្វើដំណើរអស់រយៈពេល3ខែដើម្បីស្វែងរកឃើញទ្វារនោះឃើញ Frugal ចុងភៅម៉ាកូពិតជាញាប់អាព្រោះយូរដែរហើយដែលគេទៅមកទីនេះវិញទើបតែអង្គុយចុះភ្លាម Frugal ក៏បាន order មុខម្ហូបដែលខ្លួនចូលចិត្តគឺ បាយការីលោកប្រញាប់ដល់ថ្នាក់ Aleta គាត់ order តែមិនទាន់ពេលម្ហូបមកដល់ញ៉ាំមួយម៉ាត់ដំបូងលោកពិតជាពេញចិត្តព្រោះរសជាតិនៅតែដដែលវាធ្វើឲ្យគាត់នឹកឃើញដល់ពេលវេលាដែលនៅលើកោះគ្រានោះនៅពេលប្រយុទ្ធគ្នាជាមួយបិសាច Frugal ក៏បានចៃដន្យឃើញទ្វារចូលទៅក្នុងភោជនីយដ្ឋាននៃកូយ៉ាដោយភាពងឿងឆ្ងល់ដូច្នោះគាត់ក៏បានដើរចូលទៅក្នុងមែនពេលនោះលោកតារបស់ចុងភៅម៉ាកូបានធ្វើបាយការីឲ្យគាត់ហូបចាប់តាំងពីពេលនោះមក Frugal ញ៉ាំតែបាយការីនៅហាងបាយនៃកូយ៉ាប៉ុណ្ណោះគេមិនដែលញ៉ាំមុខម្ហូបអ្វីផ្សេងនោះទេធ្លាប់មានភ្ញៀវច្រើនអ្នកប្រាប់គាត់សាក់ដូរម្ហូបផ្សេងទៅប្រយ័ត្នទម្លាន់ប៉ុន្តែគាត់មិនខ្វល់ហើយបានញ៉ាំបាយការីអស់20ឆ្នាំហើយស្រាប់តែពេលនោះចុងភៅម៉ាកូក៏ឲ្យយោបល់ថាគាត់មានការីថ្មីចង់ឲ្យលោកតា Frugal ញ៉ាំសាក់មើល Frugal រៀងព្រួយបារម្ភព្រោះខ្លាចថារសជាតិការីមិនឆ្ងាញ់ដូចរសជាតិការីដែលគាត់ញ៉ាំតាំងពីមុនមកពេលយកចេញមកការតុបតែងរបស់វាខុសពីការីដែលគាត់បានញ៉ាំនេះគឺជាការីមាន់ដែលការីជាមួយបាយបានដាក់ផ្សេងគ្នាក្រោយពេលញ៉ាំសាក់ការីមួយស្លាបព្រាគាត់បានផឹកអស់ទឹកមួយកែវព្រោះអីវាពិតជាហឹរប៉ុន្តែពេលញ៉ាំការីជាមួយបាយវាបែបជាឆ្ងាញ់យ៉ាងខុសប្លែកកាន់តែញ៉ាំរសជាតិរបស់វាធ្វើឲ្យគាត់កាន់តែជក់ចិត្ត Mr. Marco ពិតជាសប្បាយចិត្តនៅពេលដែលឃើញភ្ញៀវញ៉ាំឆ្ងាញ់ក្រោយពេលញ៉ាំហើយ Frugal ក៏បានសរសើរថាម្ហូបនេះពិតជាឆ្ងាញ់ហើយគាត់នៅចង់ញ៉ាំថែមមួយចានទៀតនៅពេលនោះស្រាប់តែមានសម្លេងនារីម្នាក់ទៀតនិយាយថាចង់ញ៉ាំដែរពេលពួកគេងាកទៅពិតជាភ្ញាក់ផ្អើលព្រោះមាននារីម្នាក់មិនស្លៀកអ្វីលើខ្លួនទាំងអស់បានបង្ហាញមុខនៅទីនេះនាងមានឈ្មោះថា Kuro គឺជានាគមួយក្បាលដែលរស់នៅលើឋានព្រះច័ន្ទនាងគឺជាមួយក្នុងចំណោមនាគទាំង7បានសម្លាប់មហាបិសាចដើម្បីនាំមកសន្តិភាពឲ្យពិភពលោកប៉ុន្តែមកពីវេទមន្តរបស់នាងធ្វើឲ្យមនុស្សដឹងអីជាច្រើនអ្នកបាត់បង់ជីវិតដូច្នោះនាងក៏បានឡើងព្រះច័ន្ទដើម្បីរស់នៅ Kuro បានហៅបាយការីដូចជាលោក Frugal រសជាតិដ៏ឆ្ងាញ់របស់ម្ហូបមួយនេះធ្វើឲ្យពួកគេទាំងពីរនាក់បានញ៉ាំអស់ជាច្រើនដល់ថ្នាក់លោក Frugal បានឈប់ញ៉ាំប៉ុន្តែនាង Kuro នៅតែញ៉ាំមិនចេះឈប់មួយសន្ទុះក្រោយមកនាងនាគក្រហមក៏បានបង្ហាញមុខជាមួយឆ្នាំងរបស់ខ្លួនហើយប្រទះឃើញបងប្អូនល្អរបស់ខ្លួនក៏កំពុងតែញ៉ាំនៅទីនេះពួកគេទាំងពីរនាក់បាននិយាយគ្នាដោយប្រើប្រាស់ការគិតនាងនាគក្រហមជឿជាក់ថា Kuro ប្រកាសជាមិនដែលយល់អំពីពាក្យថាក្រោយពេលញ៉ាំហើយត្រូវតែសងលុយនាងក៏ឲ្យយោបល់ចុងភៅ Marco ថាឲ្យ Kuro នៅទីនេះធ្វើការបដូរវិញ Marco ក៏តែឲ្យនាងញ៉ាំ free ទៅបានហើយលោក Marco ក៏បានយកព្រមឲ្យនាងនៅទីនេះធ្វើការជាមួយ Aleta ប៉ុន្តែនាង Aleta ស្មានតែខ្លួនចិត្តត្រូវលោក Marco ដេញចេញដូច្នោះក៏បានយំភាគទី9ថ្ងៃនេះមានលោកតាម្នាក់ដែលមកពីភូមិមនុស្សទាបបាននាំមិត្តភ័ក្តិរបស់ខ្លួនទៅកន្លែងមួយលោកតាមានពុកមាត់ខ្មៅអត់មានសក់នេះឈ្មោះថា Gilham ក៏ពុកតែនាំមិត្តភ័ក្តិរបស់ខ្លួនឈ្មោះថា Tiger ទៅដល់កន្លែងមួយនៅលើភ្នំនោះគឺជាភោជនីយដ្ឋានមួយដែលលោក Gilham ពិតជាចូលចិត្តប៉ុន្តែលោកតាពុកមាត់សចង់ដាក់ឲ្យលោកតាពុកមាត់ខ្មៅបដៃព្រោះក៏មិនជឿថានៅលើភ្នំដាច់ស្រយាលនេះមានភោជនីយដ្ឋានមួយយ៉ាងពិតប្រាកដអ្វីដែលគួរឲ្យសំណើចលោកតាពុកមាត់សនិយាយថាក្នុងភោជនីយដ្ឋាននោះនៅមានគ្រឿងសមុទ្រប៉ុន្តែព្រោះតែមានភាពងឿងឆ្ងល់ដូច្នោះលោក Gad ក៏បានដើរតាមពេលទៅដល់លើភ្នំឃើញផ្ទះមួយយ៉ាងទលាយលោកពុកមាត់សក៏បានស្ដីបន្ទោឲ្យលោកតាពុកមាត់ខ្មៅថា
ជនបោកប្រាស់ព្រោះក្នុងផ្ទះឈើម្នាក់គ្មានមនុស្សសំបីតែម្នាក់រកឯណាទៅភោជនីយដ្ឋានប៉ុន្តែលោកតាពុកមាត់ខ្មៅក៏បានប្រាប់ឲ្យលោកតាពុកមាត់សស្ងប់អារម្មណ៍សិនព្រោះផ្ទះឈើម្នាក់គឺគាត់ជាអ្នកសាងសង់ដើម្បីការពាររបស់ម្យ៉ាងនៅខាងក្នុងនោះគឺជាទ្វារចូលទៅក្នុងភោជនីយដ្ឋាននៃកូយ៉ាចូលដល់ក្នុងលោកតាពុកមាត់សរៀងភ្ញាក់ផ្អើលនិងភ័យខ្លាចនៅពេលដែលឃើញភ្ញៀវចម្លែកជាច្រើនអ្នកលោកតាពុកមាត់ខ្មៅក៏បានប្រាប់ឲ្យគាត់ស្ងប់អារម្មណ៍កុំធ្វើឲ្យប្រេះផ្ដាស់ហើយប្រាប់ឲ្យគាត់ចូលកន្លែងអង្គុយឲ្យបានត្រឹមត្រូវលោកតាពុកមាត់ខ្មៅក៏បានហែប៊ីយ៉ាធំ2កែវជាមួយនឹងឈុតគ្រឿងសមុទ្របំពង2ឃើញកែវបៀទាំងពីរដែលអេលីថាយកចេញមកមិនអាចទៅអារម្មណ៍បានពួកគេទាំងពីរនាក់ក៏បានលើកដាច់ត្បិតតែភូមិរបស់ពួកគាត់ជំនាញខាងស្រាប៉ុន្តែមិនធ្លាប់បានញ៉ាំប៊ីយ៉ាណាឆ្ងាញ់បែបនេះទេដូច្នេះក៏បានហៅថែប៊ីយ៉ា2កែវទៀតផឹកឯណានៃហ្មងក្នុងនាមជាវិចិត្រករធ្វើគ្រីស្តាលោកតាហ្គាសចាប់អារម្មណ៍ឃើញថាកែវនេះពិតជាស្អាតក៏សម្រេចចិត្តថាពេលទៅព្រះក៏ធ្វើខ្លួនឯងកែវពិសេសមួយដែរក្នុងពេលពួកគាត់និយាយគ្នាប៊ីយ៉ា2កែវទៀតក៏បានលើកឡើងលើតុនិងគ្រឿងសមុទ្របំពងរបស់ពួកគាត់ក៏បានធ្វើឲ្យរួចរាល់លោកតាហ្គីវហានក៏ចាប់ផ្ដើមណែនាំពីម្ហូបនៅលើចានក្រោយពេលស្ដាប់ហើយលោកតាហ្គាសក៏បានញ៉ាំក្រោយពេលខំត្រីមួយម៉ាត់រសជាតិរបស់វាធ្វើឲ្យគាត់ពិតជាចាប់អារម្មណ៍ដូច្នេះក៏បានញ៉ាំអស់ម្ហូបរបស់ខ្លួនតោះតែពេលញ៉ាំអស់ទៅគាត់ចាប់អារម្មណ៍ឃើញលោកតាហ្គីវហានកំពុងតែញ៉ាំជាមួយទឹកជ្រលក់លោកតាហ្គីវហានក៏បានប្រាប់ថាវានឹងជួយឲ្យម្ហូបរបស់យើងញ៉ាំកាន់តែឆ្ងាញ់ជាងមុនបាទលោកតាហ្គាពេកជាខឹងនៅពេលដែលលោកតាហ្គីវហានមិនព្រមប្រាប់មុនតើតែគាត់ញ៉ាំអស់ទៅព្រមនិយាយដូច្នេះលោកតាក៏បានហៅថា3ចានទៀតញ៉ាំអស់ចិត្តហ្មងពួកគាត់ទាំងពីរនាក់ក៏បានផឹកជាមួយគ្នាហើយស្វឹងយ៉ាងខ្លាំងនៅពេលបើកភ្នែកឡើងឃើញខ្លួនឯងនៅក្នុងផ្ទះចាស់ដែលលោកតាពុកមាត់ខ្មៅបានសាងសង់ក្រោយពេលកលេចមើលទៅមកលោកតាក៏សម្រេចចិត្តថានឹងផ្លាស់ប្ដូរទីនេះឲ្យស្អាតជាងមុនហើយផ្ទះមួយនេះក៏ក្លាយជាកន្លែងដ៏ល្បីឈ្មោះមួយវាគឺជាកន្លែងយ៉ាងល្អមួយដើម្បីឲ្យឈ្មោះជនដូរឬក៏អ្នកសងព្រេងអាចស្នាក់នៅទីនេះបាននៅមានកន្លែងដេកពីឲ្យយើងសម្រាប់បានមួយយប់ទៀតប៉ុន្តែនៅកន្លែងនោះមានទ្វារដែកមួយយ៉ាងក្រាស់នៅខាងក្រោយទ្វារនោះមានអីមានតែអ្នកភូមិមនុស្សទៀតប៉ុណ្ណោះដែលដឹងទីនេះជាអាណាចក្រដីសាច់គឺជាដែនដីដែលប្រើប្រាស់វេទមន្តច្រើនជាងគេបង្អស់នៅទីនេះនៅបង្កើតចេញភេសជ្ជៈមួយយ៉ាងពិសេសគឺកាហ្វេវាបានធ្វើឲ្យទីនេះល្បីឈ្មោះជាងមុនទៀតហើយអ្នកដែលបង្កើតចេញកាហ្វេគឺព្រះរាជបុត្រ Serif វិធីដែលបង្កើតចេញកាហ្វេមួយនេះប្រហែលជាបងប្អូនក៏ដឹងថាមកពីណាហើយដែរក្រៅពីកាហ្វេនៅទីនេះមានមនុស្សម្នាក់ទៀតដែលព្រះរាជបុត្រចាប់អារម្មណ៍នោះគឺព្រះនាង Adelhay ថ្ងៃនេះជាថ្ងៃសៅរ៍ដូច្នេះ Serif ក៏បាននាំប្អូនស្រីរបស់ខ្លួនទៅភោជនីយដ្ឋាននៃកូយ៉ានាងមានឈ្មោះថា Renner រវាងនាងជាមួយនឹង Serif គឺឪពុកតែមួយម្ដាយខុសគ្នានាងកំពុងតែបន្តបងប្រុសរបស់នាងពិតជាអៀនខ្មាស់ច្រើនមិនចេះបង្កើតការចាប់អារម្មណ៍ទៅលើព្រះនាង Adelhay សូម្បីតែបន្តិចដូច្នេះក៏បាននិយាយពាក្យលើកទឹកចិត្តជាច្រើនដើម្បីឲ្យបងប្រុសរបស់នាងមានភាពជឿជាក់ធ្វើដំណើរមួយសន្ទុះពួកគេក៏បានដល់ហាងបាយនៃកូយ៉ាចូលកន្លែងអង្គុយឲ្យបានត្រឹមត្រូវមើលមនុស្សមួយសន្ទុះ Renner សម្រាប់ចិត្តថាថ្ងៃនេះនាងនឹងញ៉ាំការ៉េមទៅសក់ស្រូវចំណែក Serif វិញចូលចិត្តតែកាហ្វេគ្រីមប៉ុណ្ណោះអង្គុយមួយសន្ទុះព្រះនាង Adelhay ក៏បានមកដល់ដូចជាការរងចាំរបស់ Serif ជាមួយនឹង Runner Adelhay បាននិយាយជាមួយ Runner យ៉ាងសប្បាយប៉ុន្តែបងប្រុសរបស់នាងព្រោះតែអៀនពេកមិនហ៊ាននិយាយអ្វីទាំងអស់នាងខំអញ្ជើញព្រះនាងអង្គុយនៅជិតនេះទៀតដើម្បីឲ្យបងប្រុសយើងស្រួលបាននិយាយគ្នាប៉ុន្តែ Serif នៅតែមិនហ៊ានហាមាត់និយាយសំបីតែមួយម៉ាត់ប៉ុន្តែ Runner ក៏បានលួងលោមខ្លួនឯងថាគ្រាន់បានហើយថ្ងៃនេះបងប្រុសរបស់នាងព្រមហាមាត់និយាយតែមួយម៉ាត់ជាមួយព្រះនាង Adelhay មេរៀនឲ្យអ្នកមើលបានណាគេគិតតែអៀនទេប្រកាសជា single អស់មួយច្បិតហ្នឹងហើយខ្លាចហាឡើងភាគទី10ធានាគឺជាព្រះមហាក្សត្រីរបស់អាណាចក្រផ្កាក្នុងពេលកំពុងតែអានសៀវភៅនាងទទួលបានដំណឹងថាក្នុងប្រទេសបង្ហាញទ្វារដ៏ចម្លែកមួយដូច្នេះនាងក៏បាននាំមនុស្សដើម្បីទៅពិនិត្យមើលដល់ខ្លួនឯងទៅដល់កន្លែងនាងបានឃើញទ្វារមួយយ៉ាងធំដើម្បីការពារទឹកដីរបស់ខ្លួនធានាស្ម័គ្រចិត្តជាអ្នកទៅដល់ផ្ទាល់ដើម្បីពិនិត្យមើលនាងបានបោះក្របពូជមួយចុះក្រោមដីដើម្បីកោះហៅបិសាចមួយចេញមកជួយបើកទ្វារឲ្យនាងនៅខាងក្រៅទ្វារនោះគឺមានពលឺមួយយ៉ាងភ្លឺគិតគូរមួយសន្ទុះធានាក៏បាននាំមនុស្សមួយចំនួនតាមខ្លួនចូលទៅដល់ក្នុងព្រោះនាងចង់ដឹងថាតើមនុស្សនៅក្រៅទ្វារនោះមានអបាយកលអ្វីឬក៏អត់ចូលទៅដល់ក្នុងនាងពិតជាភ្ញាក់ផ្អើលនៅពេលអ្នកទាំងអស់គ្នាពិតជាធម្មតាហើយកំពុងតែញ៉ាំម្ហូបរបស់ខ្លួននាងក៏បានប្រាប់ឲ្យកូនចៅរបស់ខ្លួនស្ងប់អារម្មណ៍ពិនិត្យមើលមួយសន្ទុះក៏ឃើញ Victoria អាចស្គាល់អំពីកន្លែងនេះហើយអាចនិយាយគ្នាជាមួយនាងបានដូច្នេះក៏បានហោះទៅកន្លែងរបស់ Victoria សួរនាំពីកន្លែងមួយនេះ Victoria ក៏បានប្រាប់នាងថាទីនេះគឺជាភោជនីយដ្ឋានដែលមកពីពិភពលោកផ្សេងមួយទៀតធានារៀងភ្ញាក់ផ្អើលនៅពេលដែលឮពាក្យមួយនេះ Victoria ក៏បាននិយាយថាទីនេះបានផ្ទាល់ជាប់ជាមួយនឹងទ្វារមួយដែលបង្ហាញមុខគ្រប់ទីកន្លែងនៅក្នុងប្រទេសរបស់ពួកគេក្រោយពេលដែលយើងញ៉ាំហើយគ្រាន់តែបង់លុយនឹងអាចចេញទៅក្រៅវិញបានលើដូច្នោះហើយធានាក៏ងើយឆ្ងល់ថាម្ហូបនៅទីនេះឆ្ងាញ់ឬក៏អត់ព្រោះមានអ្នកសងព្រេងមួយចំនួនបានប្រាប់នាងថាម្ហូបនៅកន្លែងរបស់ពួកគេមិនឆ្ងាញ់ដូចជាកន្លែងរបស់នាងប៉ុន្តែព្រោះតែចង់សាកមើលដូច្នេះនាងក៏ពឹងឲ្យ Victoria recommend ម្ហូបមួយចំនួនដំបូង Victoria ចង់ណែនាំបង្អែមមុនក្រោយពេលគិតគូរមួយសន្ទុះ Victoria ក៏បាន recommend ឲ្យពួកគេញ៉ាំនំផ្លែឈើដែលមានឈ្មោះថា Grape Pass អាលេថាក៏បានជួយកាត់នំដើម្បីឲ្យពួកគេងាយស្រួលក្នុងការញ៉ាំការតុបតែងដ៏ស្អាតរបស់ម្ហូបធ្វើឲ្យទេពអក្សរតូចៗទាំងអស់នេះពិតជាចាប់អារម្មណ៍ធានាក៏បាននិយាយថានាងនឹងសាកមើលមុខម្ហូបនេះមុនត្បិតតែកូនចៅមិនចង់ប៉ុន្តែនាងបានប្រាជ្ញាចិត្តដំបូងនាងបានញ៉ាំសំបកនំហើយមានអារម្មណ៍ថាធម្មតាប៉ុន្តែក្រោយពេលដែលញ៉ាំគ្រីមជាមួយនឹងផ្លែឈើនៅខាងក្នុងគឺវាឆ្ងាញ់អស់ទោះតែម្ដងបន្ទាប់មកនាងក៏បានឲ្យកូនចៅរបស់ខ្លួនញ៉ាំដែរនរណាគេក៏ពិតជាចូលចិត្តវាធានាក៏បានអរគុណ Victoria ដែលបានណែនាំម្ហូបមួយនេះហើយក៏បានជួយឲ្យ Victoria គ្របពូជយ៉ាងកម្រដើម្បីជំនួសឲ្យពាក្យអរគុណឃើញដូច្នោះ Victoria ក៏សម្រេចចិត្តថានឹងភេពួកគេញ៉ាំលើកនេះឃើញអ្នកទាំងអស់គ្នាញ៉ាំឆ្ងាញ់ Marco ក៏បានចេញមុខមើល
ធានាក៏បានឆ្ងល់ថាមិនក៏ទ្វារភោជនីយដ្ឋានបង្ហាញនៅទឹកដីរបស់នាងតែម៉ាកូក៏មិនដឹងថាហេតុអ្វីដែរព្រោះវាអាចបង្ហាញនៅគ្រប់ទីកន្លែងម៉ាកូក៏មិនអាចគ្រប់គ្រងបានដូច្នោះចុងភៅក៏បានសុំទោសប្រសិនបើវារំខានទៅដល់ធានាប៉ុន្តែសម្រាប់នាងវាមិនមែនជាអ្វីធំដុំនោះទេបដូរវិញនាងនៅចង់ត្រឡប់មកទីនេះជាច្រើនដងទៀតតែក្រៅពេលដឹងថាទ្វារបង្ហាញមុខតែនៅថ្ងៃសៅរ៍ប៉ុណ្ណោះធ្វើឲ្យនាងរៀងស្ដាយដែរដូច្នោះលើកក្រោយនាងក៏បានសម្រេចចិត្តថានឹងនាំជារៀងមកទីនេះឲ្យកាន់តែច្រើនខាងនេះនាងអឺហ្វាដានីកំពុងតែទៅរកបរិសម្នាក់គាត់ត្រូវជាមិត្តភក្តិរបស់ឪពុកនាងហើយបរិសម្នាក់នោះគឺជាអ្នកវាយតម្លៃម្ហូបមានឈ្មោះថា Kristen ឪពុកបានឲ្យអាស័យដ្ឋានដើម្បីឲ្យនាងទៅសួរសុខទុក្ខគាត់ប្រសិនបើត្រូវការដូច្នោះថ្ងៃនេះនាងក៏បានទៅរកគាត់ជាពិសេសក្នុងសម្បត្តិឪពុកបានទៅសេឲ្យនាងលោកឪពុកប្រាប់ថាប្រសិនជាចង់រកលោក Kristen នាងគ្រាន់តែគិតក្នុងចិត្តទៅលោក Kristen នឹងបង្ហាញផ្លូវឲ្យនាងជាមិនខានពេលកំពុងធ្វើការលោក Kristen ដឹងថាមានមនុស្សចូលទៅដល់ទឹកដីរបស់គាត់ហើយមិនតែប៉ុណ្ណោះម្នាក់នេះក៏អាចនិយាយថាមានសមត្ថភាពគាត់ទាយថាប្រហែលជាមាន elf ម្នាក់មកសួរសុខទុក្ខគាត់ក្រោយពេលសួរនាំអ្នកនៅជុំវិញនោះក៏បានរកឃើញផ្ទះរបស់លោក Kristen លោក Kristen ក៏បានបើកទ្វារទទួលនាងទាំងសេចក្តីរីករាយព្រោះគាត់បានលើឪពុករបស់នាងនិយាយអំពីនាងហើយគាត់ទៅសារថានាងពិតជាមានសមត្ថភាពនៅពេលឲ្យបំបែកបានក្បួនការពារនៅទីនេះរបស់គាត់ព្រោះ100ឆ្នាំហើយមិនទាន់មាននរណាគេធ្វើបាននិយាយគ្នាមួយសន្ទុះនាងក៏បានសួរថាមិននៅផ្ទះរបស់លោក Kristen មានក្លិនចម្លែកបែបនេះ Kristen ក៏បាននិយាយតាមត្រង់ថាគេកំពុងតែស្វែងយល់អំពីមុខម្ហូបម្យ៉ាងហើយគាត់ក៏បាននិយាយអំពីរឿងដែលបានកើតឡើងកាលពី10ឆ្នាំមុនកាលពីមុនមានទ្វារមួយបានបង្ហាញមុខហើយគាត់បានដើរចូលទៅក្នុងនាំយើងទៅកាន់ភោជនីយដ្ឋាននៅពិភពលោកផ្សេងមួយទៀតពេលនោះគាត់បានញ៉ាំម្ហូបម្យ៉ាងតាក់ទងជាមួយសណ្ដែកដែលគេភើមិនលើតែប៉ុណ្ណឹងនាងក៏ដឹងថាទ្វារនោះគឺទៅកាន់ភោជនីយដ្ឋាននេកូយ៉ាដូច្នោះនាងក៏បាននាំ Kristen ត្រឡប់មកទីនោះវិញម្ដងទៀតចូលទៅក្នុង Kristen បាន order មី spaghetti 2ចានដែលប្រើសណ្ដែក natto ឬម្ហូបនោះ Fandania ពិតជាភ្ញាក់ផ្អើលនៅពេលដែល elf អាចញ៉ាំបានម្ហូបមួយនោះ Kristen គិតថាម្ហូបនោះមានក្លិនពិតជាពិបាកទ្រាំដូច្នោះប្រហែលមានតែគាត់ប៉ុណ្ណោះដែលញ៉ាំម្ហូបមួយនៅទីនេះពេលបានញ៉ាំម្ហូបចាស់ Kristen ពិតជាសប្បាយចិត្តក្រោយពេលពួកគេទាំងពីរអ្នកញ៉ាំចប់ហើយ Fandania មានកំណត់មួយគឺនាងចង់ញ៉ាំសាកសណ្ដែក natto ជាមួយនឹងបាយសត្បិតតែភោជនីយដ្ឋាននេះបម្រើតែម្ហូបបារាំងប៉ុន្តែបើភ្ញៀវចង់ញ៉ាំហើយ Marco ប្រកាសជាធ្វើ Kristen លឺអញ្ចឹងក៏ចង់ញ៉ាំសាកមើលដែរក្រោយពេលញ៉ាំមួយម៉ាត់ហើយ Fandania ពិតជាពេញចិត្តព្រោះវាពិតជាឆ្ងាញ់ដូចជានាងគិត Kristen ក៏ពិតជាសប្បាយចិត្តនៅពេលដែល Fandania មានទេពកោសល្យឲ្យបង្កើតចេញមុខម្ហូបថ្មីពេលត្រឡប់ទៅវិញ Kristen ក៏បានប្រាប់នាងថាទឹកដីខាងលិចមានម្ហូបមួយយ៉ាងឈ្មោះថាបាយសឬដូច្នោះនាងក៏បានបន្តដំណើរស្វែងយកមុខម្ហូបគ្រប់ទីកន្លែងភាគទី11ដល់ថ្ងៃសៅរ៍ទៀតហើយ Koro បានកាឡាខ្លួនខ្លះជាមនុស្សផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីទៅធ្វើការនៅភោជនីយដ្ឋាននេកូយ៉ាក្រោយពេលដឹងថាថ្ងៃនេះលោក Koro នឹងធ្វើការីដើម្បីឲ្យពួកគេញ៉ាំអាហារពេលព្រឹកត្បិតតែទឹកមុខរបស់ Koro ពិតជាធម្មតាប៉ុន្តែក្នុងចិត្តរបស់នាងពិតជាសប្បាយព្រោះតែមានការងារត្រូវចាក់ចេញពីកន្លែងដែលខ្លួនស្នាក់នៅមួយរយៈពេលអ្នកកំហុងក៏បានពឹងឲ្យអ្នកខ្មៅ Koro ការពារភោជនីយដ្ឋាននេកូយ៉ាព្រោះបើមានបិសាចមកអុកឡុក Marco ជាមួយនឹង Alethea នឹងគ្មានសមត្ថភាពទប់ទល់នោះទេមហាសមុទ្រដែលនៅកណ្ដាលអាណាចក្រកើតនឹងលិចក្នុងសមុទ្រនេះមានបិសាចម្យ៉ាងឈ្មោះថា Siren កំពុងតែរស់នៅពួកវាមានស្លាបនៅក្រៅខ្នងនិងមានជើងរបស់សត្វចាបមុខរបស់បិសាចទាំងអស់នេះគ្មានខ្ចីដូចជានារីទៅតែពេញកមុំនិងមានសម្លេងច្រៀងយ៉ាងពិរោះរណ្ដំចិត្តមានបិសាចខ្លះមានកំណត់អាក្រក់បានប្រើសម្លេងច្រៀងដ៏ពិរោះរបស់ខ្លួនដើម្បីបោកបញ្ឆោតអ្នកធ្វើដំណើរជើងទឹកបន្ទាប់មកក៏ផលិតមនុស្សនឹងទូកដោយអកុសលទាំងអស់នោះខែនេះពេលប្អូនប្រុសឈ្មោះថា Arius កំពុងតែគេង Iris ដែលត្រូវជាប្អូនស្រីក៏បានចូលមកនិយាយថាចង់ទៅធ្វើសម្បុកនៅកន្លែងផ្សេងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានហោះទៅដល់កោះមួយពួកគេក៏ប្រទះឃើញលអាងមួយហើយដើរចូលទៅក្នុងទីនេះហាក់បីដូចជាមានមនុស្សធ្លាប់ស្នាក់នៅហើយប្រទះឃើញហឹបមួយក្នុងនោះមានដាក់លុយទៀតក្រោយពេល Arius អាសម្បត្តិដែលបានបន្សល់ទុកនៅទីនេះពួកយើងក៏បានដឹងថាការពិតកន្លែងនេះគឺជាកន្លែងរបស់ លោក Flugo ធ្លាប់ស្នាក់នៅគាត់ក៏បានយករឿងដែលរត់ថ្ងៃសៅរ៍នៅបង្ហាញទ្វារវេទមន្តមួយនៅលើកំពូលភ្នំដូច្នោះពួកគេទាំងពីរនាក់សម្រេចចិត្តថានឹងធ្វើសម្បុកនៅទីនេះហើយដល់ថ្ងៃសៅរ៍ក៏បានហោះឡើងកំពូលភ្នំដូចជាអ្វីក្នុងសម្បត្តិបានទៅសេដោយភាពងឿងឆ្ងល់យ៉ាងច្រើនរបស់ខ្លួនពួកគេក៏បានចូលទៅក្នុងឃើញភ្ញៀវថ្មីមកដល់ Alethea ក៏បានណែនាំពីភោជនីយដ្ឋាននេកូយ៉ាឲ្យពួកគេស្គាល់ក្នុងពេលរងចាំ Alethea យកបំណុយពួកគេក៏បានដើរមើលជុំវិញនឹងលើកទី1បានឃើញ Piano Iris ពិតជាចាប់អារម្មណ៍ពីរអ្នកបងប្អូនគេក៏បានលេងបណ្ដាច្រៀងបណ្ដាប៉ុន្តែសម្លេងច្រៀងរបស់ពួកគេធ្វើឲ្យ Alethea ជាមួយ Marco បិទភ្នែកម្ដងបន្តិចឃើញស្ថានភាពមិនសូវស្រួល Kuro ក៏បានសម្រុកទាញទៅដើម្បីបិទមាត់ពីរអ្នកបងប្អូននោះ Kuro ក៏បានប្រាប់ឲ្យពីរអ្នកនោះថានៅទីនេះពួកគេមិនអាចទ្រាំបានចំពោះចម្រៀងដែលពីរអ្នកបងប្អូននេះច្រៀងទេនាងក៏បានគម្រាមថាបើមកទីនេះញ៉ាំទៅបានហើយកុំច្រៀងក្រោយពេលស្ដាប់ហើយពួកគេក៏បានដឹងកំហុសរបស់ខ្លួនហើយនិយាយពាក្យសុំទោសក្រោយពេលពួកគេចូលកន្លែងអង្គុយវិញ Alethea ក៏បានយកមនុយមកក្នុងមនុយមានម្ហូបពិតជាច្រើនប៉ុន្តែពួកគេមិនដឹងថាត្រូវញ៉ាំម្ហូបមួយណាដូច្នោះក៏បានប្រាប់ថាម្ហូបណាក៏បានឲ្យតែមានត្រីឆៃដំបូង Alethea រៀងព្រួយបារម្ភព្រោះខ្លាចថាមិនមានមុខម្ហូបមនុស្សប៉ុន្តែក្រោយពេលសួរចុងភៅ Marco ហើយក៏និយាយថាខ្លួនអាចធ្វើបានហើយមុខម្ហូបនេះមានឈ្មោះថា Capaccio មិនរងចាំយូរពួកគេក៏បានកាន់សមឡើងដើម្បីញ៉ាំភ្លាមហើយក៏បានញ៉ាំថែមប្រមាណចានទៀតពេលនោះក៏មានភ្ញៀវម្នាក់ដើរចូលមកក្រោយពេលឮ Alethea ហើយភ្ញៀវម្នាក់នោះថា Flugo Arius ក៏បានដឹងថាម្នាក់នេះគឺជាអ្នកបន្សល់សម្បត្តិឲ្យពួកគេអានក្រោយពេលត្រឡប់ទៅវិញពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តថានឹងធ្វើសម្បុកនៅទីនេះដើម្បីបានញ៉ាំនៅភោជនីយដ្ឋាននេកូយ៉ា
ថ្ងៃនេះក្រៅពេលដែលភ្ញៀវចុងក្រោយចេញពីហាងគូរ៉ូចោលអារម្មណ៍ឃើញថាថ្ងៃនេះលោកម៉ាកូដូចជាចង់ធ្វើមុខម្ហូបថ្មីគាត់ក៏បានបកស្រាយឲ្យនាងដឹងថានេះគឺជានំការីដែលនៅស្នូលខាងក្នុងគឺស្នូលការីមានមនុស្សម្នាក់ឲ្យគាត់ច្រើនពេកហើយគាត់ញ៉ាំម្នាក់ឯងក៏មិនអស់ដូច្នោះក៏បានធ្វើជាអាហារពេលយប់ឲ្យពួកគេទាំង3នាក់ញ៉ាំក្នុងពេលរងចាំនំបំពងគូរ៉ូបានញ៉ាំការីរបស់ខ្លួនមុនក្នុងផ្ទះបាយពេលលោកម៉ាកូទៅតែដាក់នំចូលក្នុងផ្ទះខ្លាញ់ក្លិនឈ្ងុយរបស់វាបានមកដល់ច្រមុះរបស់នាងអាឡេតាក្រោយពេលធ្វើហើយអាឡេតាជាមួយពូម៉ាកូក៏បានញ៉ាំមុនសម្រាប់អាឡេតានំនេះពិតជាឆ្ងាញ់ប៉ុន្តែរាងហឹរបន្តិចដល់វេនរបស់គូរ៉ូដំបូងនាងបានហិតវាមានក្លិនឈ្ងុយរបស់ការីបន្តិចថាមួយម៉ាត់នាងពិតជាពេញចិត្តតែបើតែមិនហិតដូចជាការីដែលនាងញ៉ាំរាល់ដងប៉ុន្តែរសជាតិរបស់វាក៏មិនអន់ដែរមិនតែប៉ុណ្ណោះនៅបានផឹកកដោះគោជូរផ្លែឈើទៀតវាជួយលុបបំបាត់រសជាតិហឹររបស់ការីក្រោយពេលញ៉ាំហើយគូរ៉ូជាមួយអាឡេតាក៏បានលាគ្នាភាគទី12ថ្ងៃធ្វើការថ្មីមួយទៀតក៏បានចាប់ផ្ដើមព្រោះតែថ្ងៃនេះជាថ្ងៃសាយចុងក្រោយរបស់ខែនឹងដូច្នោះលោកតកែក៏បានដូរមីនុយរាល់ដងពេលអ្នកនរគ្នាមកញ៉ាំទីនេះនឹងបានញ៉ាំស៊ុបមីសូហ្វ្រីប៉ុន្តែថ្ងៃនេះដូរជាស៊ុបសាច់ជ្រូកវិញមួយសន្ទុះក្រោយមកគូរ៉ូក៏បានមកដល់ដូច្នោះបុគ្គលិកទាំងពីរនាក់ក៏បានចូលញ៉ាំអាហារពេលព្រឹកអាឡេថារៀនអៀនហើយនិយាយថានាងចង់ញ៉ាំសាក់មើលស៊ុបសាច់ជ្រូកដែរចុងភៅម៉ាកូក៏បានសន្យាថានឹងឲ្យពួកគេញ៉ាំនៅអាហារពេលយប់របស់បុគ្គលិកកាលពីមុននៅដែនដីខាងកើតមានរឿងដ៏អស្ចារ្យមួយទាក់ទងជាមួយអ្នកក្លាហានទាំង4នាក់កាលពីមុនអ្នកក្លាហានទាំង4នាក់នេះបានកម្ចាត់កងទ័ពបិសាចនាំមកសន្តិភាពឲ្យទឹកដីទាំងមូលដោយក្នុងនោះមានបរិសម្នាក់ឈ្មោះថា Leonas អ្នកទាំងអស់គ្នាហៅថាព្រះនៃពន្លឺ Artorius អ្នកប្រើប្រាស់វេទមន្តខ្លាំងជាងគេនៅចំនួននោះគឺជាលោកតាពុកម៉ូសដែលឧស្សាហ៍មកភោជនីយដ្ឋាននៃកូយ៉ាញ៉ាំអីនឹងបងប្អូនកំពូលអ្នកប្រើប្រាស់ដាវមានឈ្មោះថា Alexander ហើយនារីក្លាហានម្នាក់ទៀតដែលប្រើប្រាស់ដាវមានឈ្មោះថា Yomi ក្រោយការប្រយុទ្ធដ៏អស្ចារ្យមួយនោះ Yomi ក៏បានបាត់ខ្លួនទាំងអ្នកទាំងអស់គ្នាមិនដឹងថានាងបាននៅកន្លែងណាពេលវេលាកន្លងផុតទៅក៏70ឆ្នាំហើយដែរដល់ពេលបច្ចុប្បន្ន Leonas បានក្លាយជាអ្នកតំណាងឲ្យសាសនាពន្លឺបរិសុទ្ធចំណែក Artorius ស្វែងយល់អំពីវេទមន្តមិនចេះឈប់ហើយកំពូលអ្នកប្រើប្រាស់ដាវ Alexander បានដើរទៅគ្រប់ទីកន្លែងដើម្បីច្បាំងគ្នាទោះបីតែរយៈពេលកន្លងផុតយូរប៉ុន្តែ Alexander នៅតែរក្សាបានរូបរាងដ៏ស្រស់សង្ហារបស់ខ្លួនថ្ងៃនេះ Alex បានត្រឡប់មកទីក្រុងវិញដើម្បីចង់ឲ្យស្ដេចវេទមន្តជូនគេទៅភោជនីយដ្ឋាននៃកូយ៉ាលោកតាពុកម៉ូសក៏បានយល់ព្រមប៉ុន្តែប្រាប់ថានឹងនាំគាត់ទៅពេលយប់ព្រោះខ្លាចថាភ្ញៀវនៅទីនោះនឹងធ្វើឲ្យ Alexander ភ័យពេលថ្ងៃនៅភោជនីយដ្ឋាននៃកូយ៉ាអ្នកទាំងអស់គ្នាបានញ៉ាំស៊ុបសាច់ជ្រូកអស់ជាច្រើនធ្វើឲ្យលោកចុងភៅម៉ាកូរៀបចំមិនចង់ទាន់ពេលញ៉ាំវាធ្វើឲ្យសារ៉ាមានអារម្មណ៍ថាដូចនឹកឃើញនៅម្ហូបដែលម្ដាយរបស់នាងធ្វើកាលពីនៅតូចពេលវេលាក៏ជិតល្ងាចហើយដែរភ្ញៀវទាំងអស់គ្នាក៏បានចាក់ចេញអស់ទៅពេលដែលចុងភៅម៉ាកូរៀបចំធ្វើអាហារពេលយប់ឲ្យបុគ្គលិកគូរ៉ូជាមួយអាឡេថាបានញ៉ាំវាទាំងសប្បាយចិត្តពេលនេះក្នុងហាងសពភ្ញៀវ3នាក់ទៀតគឺព្រះនាងអាដូហេជាមួយនឹង2នាក់បងប្អូនសារីហ្វក្រោយពេលញ៉ាំហើយព្រះនាងអាដូហេបានចាក់ចេញទៅមុនហើយប៉ាក់សារីហ្វវិញពិតជាអៀនទាត់តែពេលព្រះនាងអាដូហេចាក់ចេញទៅគេព្រមបើកភ្នែកបងស្រីរ៉េនឺក៏បានស្ដីឲ្យបងប្រុសរបស់នាងថាមនុស្សផលអីក៏ទន់ជ្រាយបែបនេះពីសម្ដីទាំងអស់នោះធ្វើឲ្យព្រះរាជបុត្រសារីហ្វមិនសប្បាយចិត្តដូច្នោះក៏បានចាក់ចេញទៅមុនតទៅយប់ឡើង Artorius ជាមួយអ្នកប្រើប្រាស់ដាវ Alexander ទៅមកទីនេះពេលអង្គុយចុះកន្លែងអង្គុយអ្នកទាំងពីរក៏បានហៅម្ហូបដូចគ្នាហើយនៅពេលដែល Kuro ឡាកាត់ Alexander មានអារម្មណ៍ថាត្រជាក់ខ្នងក្នុងនាមជាអ្នកប្រើប្រាស់ដាវដ៏អស្ចារ្យប៉ុន្តែឥទ្ធិពលរបស់ Kuro ធ្វើឲ្យគេរៀងភ័យ Artorius ក៏បានរំលឹកគេថាកុំរករឿងច្រើនពេកគិតតែ focus ចូលម្ហូបទៅបានហើយពេលនោះម្ហូបរបស់ពួកគេក៏បានមកដល់ក្រោយពេលភ្លុះហើយ Alex ក៏បានសរសើរថាម្ហូបនៅទីនេះពិតជាឆ្ងាញ់ជាងនៅរាជធានីធំទៀតក្រោយពេលញ៉ាំឆ្អែតហើយលោកតាពុកម៉ូសក៏បានប្រាប់ Alexander ពីអាកំបាំងមួយក៏ពិតនៅឆ្នាំនោះ Yumi មិនបានបាត់បង់ជីវិតនោះទេមិនដឹងជាឥទ្ធិពលអ្វីបានច្រាននាងទៅដល់ភពផែនដីហើយចុងភៅ Marco គឺជាចៅប្រុសរបស់គាត់ Alexander ដូចជាមិនសូវជឿព្រោះឃើញ Marco មិនចេះប្រើប្រាស់វេទមន្តឬក៏ដាវ Artorius ក៏បាននិយាយថា Yumi ចង់ឲ្យចៅប្រុសរបស់គាត់ខ្លាចជាចុងភៅពូកែម្ដងមិនមែនខ្លាចជាអ្នកប្រយុទ្ធនោះទេក្រោយពេលដឹងថាមិត្តភក្តិ Yumi របស់ខ្លួនមានជីវិតរស់នៅយ៉ាងសុខស្រួលនៅពិភពលោកថ្មីពួកអ្នកក្លាហាន Alexander ក៏បានធូរទ្រង់ជាងមុនដែរភ្ញៀវដែលបានភោជនីយដ្ឋាននៃកូយ៉ាមិនតិចមិនច្រើនក៏មានទំនាក់ទំនងជាមួយគ្នាឧទាហរណ៍ដូចអ្នកក្លាហាន Alexander ត្រូវជាឪពុករបស់ស្ដេច Wilhelm ដូច្នោះមានន័យថា Alexander ត្រូវជាតាទូតរបស់ព្រះនាង Adelheid និយាយទៅជាពាក់ជាពិនកវៈកវក់គ្នាពេញនឹងហ្មង Season 1ក៏បានបញ្ចប់ត្រឹមនេះហើយណាបងប្អូនហើយកុំភ័យរឿងនេះនៅមាន Season 2 មួយទៀតប៉ុន្តែនឹងធ្វើពេលណាទេរៀងបាក់ទឹកចិត្តដែរឥឡូវពួកឯងធ្វើវីដេអូឲ្យឡើង view ផងតែកុំភ្លេចណារងចាំមើលរឿងថ្មីរបស់ខ្ញុំឥឡូវគឺ bye bye ហើយកុំភ្លេច always stay hydrated ណាគេអត់ផឹកទឹកអ្នកនោះជាមនុស្សសាវ៉ា